សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះចូលមកដល់វីដេអូ Part 2 ដែលបងប្អូននឹងមកបង្រៀនអំពីរបៀបនៃការចូលទៅ Register ដើម្បីធ្វើការសាកល្បងប្រើប្រាស់និងគ្រប់គ្រង website ជាមួយនឹង EasyWeb នៅពេលដែលអ្នកទាំងអស់គ្នាចូលមកកាន់ website EasyWeb រួចហើយគ្រាន់តែចុចទៅលើ Theme ដើម្បីធ្វើការជ្រើសរើស template ដែលអ្នកទាំងអស់គ្នាចូលចិត្តហើយបងក៏អាចធ្វើការ view template នីមួយៗមុនធ្វើការ Register ដែលគ្រាន់តែធ្វើការចុចទៅលើប៊ូតុង View ម្យ៉ាងទៀតចំពោះ template នីមួយៗបងក៏អាចធ្វើការកែប្រែបានទាំងអស់នៅពេលដែល Register រួចហើយពេលដែលស្វែងរក template ដែលស្រឡាញ់រួចហើយគ្រាន់តែចុចទៅលើប៊ូតុង Register រួចធ្វើការបំពេញព័ត៌មានដូចជា Gmail password និងលេខទូរស័ព្ទរួចចុច Register បន្ទាប់មកបំពេញឈ្មោះ website ដែលលោកអ្នកចង់បាននិងបំពេញឈ្មោះ domain ចំពោះ domain name នៅពេលដែល hosting រួចហើយគឺអាចធ្វើការកែប្រែទៅតាម domain ដែលលោកអ្នកចង់បានជាចុងក្រោយចុចទៅលើ Agree to the term of service និងចុចទៅលើប៊ូតុង Register ជាការស្រេចដូច្នេះវីដេអូ Part 2 មានតែត្រឹមហ្នឹងជួបគ្នានៅវីដេអូ Part 3 ដែលបងប្អូននឹងបង្ហាញអំពីកន្លែងគ្រប់គ្រង layout website និង function ផ្សេងៗដែលមាននៅក្នុង website